រៀបសួរលោកគ្រូខ្ញុំបាទមានជាមួយតែបញ្ញាថ្ងៃហ្នឹងខ្ញុំមកនិយាយពី static website តែក្នុងនោះដែរខ្ញុំនឹងនិយាយមានចំនួន6ចំណុចដូចជា introduction យើងនឹងនិយាយពីទូទៅពី static website ហ្នឹងហើយយើងឲ្យស្គាល់ពីវាតមកទៀតយើងនឹងនិយាយពី technology អញ្ចឹងយើងនឹងនិយាយពី technology ដែលគេប្រើដើម្បីបង្កើតនៅ static website តមកទៀតយើងនឹងនិយាយពី user experience ហើយទៅយើងនឹងនិយាយពី development តមកទៀតយើងនឹងនិយាយពី security តមកទៀតយើងនឹងនិយាយពី performance អញ្ចឹងយើងចូលទៅចំណុចដំបូងរបស់យើងនឹងនិយាយពី introduction អញ្ចឹងដំបូងឡើយគឺយើងសួរថាអ្វីទៅជា static website អញ្ចឹងបើយើងនិយាយទៅ static website ហ្នឹងវាជា website មួយដែលវាត្រូវបានបង្កើតដោយ hard code មិនដែលយើងទៅសេគ្រប់យ៉ាងចូលទៅក្នុង file ដូចជាយើងដាក់ជា content ឬក៏ data ដូចជា content ឬក៏ image video ហ្នឹងដាក់រួចរាល់ហើយមុននឹងយើងយកទៅ hosting អញ្ចឹងនៅពេលដែល user គាត់ចូលមកប្រើប្រាស់ចូលមកដើម្បីមើល website របស់យើងវានឹងបង្ហាញនៅ UI ដដែលដោយសារតែយើងអត់មាន client side អីអត់មានយើងអត់មាននៅ server side ទេយើងមានតែ client ហើយ code គ្រប់យ៉ាងយើងបានសរសេរចូលទៅក្នុង file នឹងរួចរាល់ហើយអញ្ចឹង browser គ្រាន់តែ drop file ដែលយើង hosting ហ្នឹងវានឹង show មកយើង direct តែម្ដងអញ្ចឹងវាចំណាយពេលលឿនដោយសារតែវាអត់មាន processing នៃការ drop result មកពីផ្នែក server side មកទេដោយសារគ្រប់យ៉ាងគឺយើងបានសរសេរនៅក្នុង file static file hard code ហ្នឹងយើងសរសេរ content ស្អីចូលរួចរាល់ទៅហើយអញ្ចឹងបើសិនជាយើងយកមកឧទាហរណ៍ហ្នឹងវាដូចជាក្នុងម៉ាស៊ីនលក់ទឹកផ្លែឈើមួយហើយក្នុងនោះមានទឹកផ្លែឈើដែលគេបានផលិតរួចមកហើយហ្នឹងសម្រាប់ទៅឲ្យអតិថិជនអញ្ចឹងនៅពេលដែលអតិថិជនមកទិញនៅទឹកផ្លែឈើហ្នឹងគាត់នឹងបានរសជាតិដូចគ្នាទៅតាមអ្វីដែលក្រុមហ៊ុនគេផលិតមកអញ្ចឹងវាដូចជាអញ្ចឹងម៉ាស៊ីនហ្នឹងវាដូចទៅនឹង browser អញ្ចឹងម៉ាស៊ីនហ្នឹងហើយចំពោះទឹកផ្លែឈើហ្នឹងដូចជា website របស់យើងអញ្ចឹងគឺវាធ្វើការលឿនដោយសារតែយើងអត់ចំណាយពេលទៅស្វែងរកនៅ result ដើម្បីមកផលិតទេអញ្ចឹងដោយសារតែយើងមានវាស្រាប់រួចមកហើយនៅក្នុង file ហ្នឹងអញ្ចឹងក្នុងការដំណើរការគឺវាលឿនអញ្ចឹងយើងចូលទៅមើលនៅចំណុចបន្ទាប់គឺយើងនឹងនិយាយពី technology អញ្ចឹង technology នៅក្នុងការបង្កើត static website ហ្នឹងគឺគេផ្ដោតសំខាន់ទៅលើ technology ផ្នែក front end state អញ្ចឹង technology ហ្នឹងដែលយើងស្គាល់ដែលពេញនិយមខ្លាំងមែនតើគឺមាន HTML CSS និង JavaScript ហ្នឹងអញ្ចឹងបើនិយាយពីទូនីតិវិញ HTML ហ្នឹងវាជាក្រុមចឹងវាជា structure មួយដែលយើងនឹងប្រាប់ browser ថាមួយណាជាកន្លែងណាជាកន្លែង title ហើយយើងដាក់ថាម៉េចចឹងហើយមួយណាជា paragraph ឬក៏ heading ឬក៏ image ជា video ឬក៏ button ឬ input នេះចឹងដែរវាមានច្រើនខ្លាំងទេអញ្ចឹងគឺយើងនឹងរៀបជា structure មួយហើយអញ្ចឹងវាអត់ទាន់មានស្អាតមាន UI ស្អាតអញ្ចឹងដើម្បីឲ្យយើងអាច design វាស្អាតបានហ្នឹងគឺយើងប្រើប្រាស់ technology ទីដែលយើងស្គាល់ថាជា CSS អញ្ចឹង CSS ហ្នឹងគឺវាមានប្រយោជន៍ខ្លាំងនៅក្នុងការ design ដូចជាដាក់ពណ៌ឬក៏ apply animation មួយចំនួនគឺអាចមានពណ៌មានអីយើងស្អាតគឺយើងអាចស្រែសាយស្រែ responsive វិញតាមយើងចង់បានអញ្ចឹងនៅពេលដែលយើងវាបាន website មួយដែលយើងប្រើប្រាស់នៅ HTML គឺដូចជា
CSS ហ្នឹងហើយគឺយើងមិនទាន់អាចចុចបានទេអាហ្នឹងដើម្បីអនុញ្ញាតឲ្យគេអាចចូលមក website យើងហើយគេចុចបានពីយើងប្រើប្រាស់ technology មួយទៀតដែលមានឈ្មោះថា JavaScript ដើម្បីឲ្យយើងអាចចុចអីបានហើយដូរ content ដូរអីហ្នឹងណាប៉ុន្តែយើងចំណាយវាដូរមែនប៉ុន្តែអារបស់ដែលដូរគ្រប់យ៉ាងគឺចេញមកពី hard code ដូចគ្នាទេវាមានទៅទាញ data ចេញមកពី back end ផ្នែក server side មកនោះទេអញ្ចឹងចូលទៅចំណុចទៀតតែម្ដងបាទអញ្ចឹងចំណុចបន្តមកទៀតវាគឺជា user experience អញ្ចឹង user experience នៅក្នុង static website វាមានចំណុចល្អដែរត្រង់ថា user ដែលចូលទៅក្នុង website របស់យើងហ្នឹងគឺគាត់អត់ត្រូវការចំណាយពេលដើម្បីរងចាំនៅ processing back end ទេផ្នែក server side នោះទេអញ្ចឹងវានឹង show តែ file ដែលយើង hard code ហ្នឹងចេញមក UI តែម្ដងអញ្ចឹងវាមាន processing វាធ្វើឲ្យ website static ហ្នឹងវាមានដំណើរការលឿនបើប្រៀបជាមួយនឹងពពួក dynamic ដែលវាត្រូវការចំណាយពេលដើម្បីទៅទាញ data មកពី back end ហ្នឹងណាហើយចំពោះពពួក website ពពួកអញ្ចឹងភាគច្រើនគេប្រើចំពោះប្រព័ន្ធផ្សព្វផ្សាយអញ្ចឹងយើងចូលទៅបន្តមកទៀតគឺយើងទៅនិយាយពីការ development អញ្ចឹងចំពោះផ្នែក development សម្រាប់ពពួក static website ហ្នឹងដោយសារយើងនិយាយមិញទៅ HTML CSS និង JavaScript ទេអញ្ចឹងពពួក3ហ្នឹងគឺវាមានលក្ខណៈងាយស្រួលយល់ខ្លាំងសម្រាប់ពិសេសគឺសម្រាប់អ្នកដែលគាត់ចង់ចាប់ផ្ដើមនៅក្នុងអាជីពជា web developer គឺគាត់នឹងរៀនពីដើមមកពី HTML CSS និងបន្តទៀតយើងចូលទៅ library របស់ CSS មួយចំនួនហ្នឹងគឺក៏យើងអាចទៅ JavaScript តែម្ដងក៏បានដែរអញ្ចឹងគឺវាមានភាពងាយស្រួលសម្រាប់អ្នកថ្មីដែលគាត់បាច់ចាំត្រូវការ set up project ញ៉ៃខាងគាត់មានតែ computer មួយយើងអាចទៅ save បានដែរយើងមានកុំព្យូទ័រមួយមាន notepad មួយយើងអាច save តែយើងត្រូវការ browser ដែរយើងត្រូវការ browser ដែរតែដើម្បីងាយស្រួលគឺយើងទៅ save នៅក្នុង code editor ទៅងាយស្រួលដូចជា VS Code ហ្នឹងហើយពពួកភាសាទាំងអស់ហ្នឹងវាជា fundamental ចឹងគឺវាងាយស្រួលដឹងថាតែអ្នកថ្មីគឺគាត់ផលិតទៅងាយស្រួលចឹងអ្នកដែលគាត់ល្មមអីគាត់អាចបង្កើត website មួយដើម្បីធ្វើជាស្នាដៃរបស់ខ្លួនឯងបានដែរចំណុចមួយទៀតហ្នឹងគឺងាយស្រួលនៅពេលដែលយើង deployment ដែរ deployment យើងយក website ទៅ hosting ណាចឹងវាអត់ត្រូវការញ៉ៃកើតទេចឹងវិធីដែលយើងដឹងហ្នឹងគឺយើងគ្រាន់តែ proof វាចូល GitHub ហើយយើងយក hosting ទៅតាមសេវាកម្ម hosting ដូចខ្ញុំ Paradox Save អីចឹងបើនិយាយពីចំណុចដែលពិបាកវិញដោយសារតែយើងផលិតចេញមកពីពពួក fundamental អញ្ចឹងគឺយើងវាទាមទារយើងទៅសេកូដទៅសេពីស្រាប់គាត់ថាយើងទៅសេពីដើមមកតែម្ដងទៅសេពី0មកដូច HTML អញ្ចឹងយើងទៅសេពីដើមទៅការកែពី CSS ហ្នឹងគឺយើងទៅ save from scratch និយាយប្រហែលខ្លីគឺ save from scratch ហើយបើនិយាយងាយស្រួលហ្នឹងយើងអាចប្រើជា library របស់ CSS អីចឹងទៅដូចពពួក Tailwind ឬក៏ Bootstrap អីចឹងទៅដែលមាន build អីមកសាប់ចាប់ឲ្យយើងហើយមានយើងប្រើ JavaScript ក៏យើងត្រូវការទៅ save ពីដើមមកច្រើនដែរចឹងហើយគឺវាមានលក្ខណៈស្មុគស្មាញនៅពេលដែលយើង build នៃ project ធំហើយចំពោះការ update website នៅពេលក្រោយក៏វាមានលក្ខណៈពិបាកដែរដោយសារតែយើងត្រូវការទៅកែនៅកូដរបស់វាបន្តតែម្ដងវាហើយគឺយើងអាចកែប្រែ website អញ្ចឹងយើងសាកសម័យមើលបើសិនជាកូដហ្នឹងយើងទៅ save យូរហើយយើងមានកូដច្រើនឡើងហើយយើងកែយើងប្រកបចំហយើងទៅការ overhaul
ចឹងដោយសារមូលហេតុហ្នឹងហើយគេប្រើនៃ style នេះគេផ្សេងអ្វីជា file មួយដូចជា file មួយសម្រាប់ផ្សេងជា style របស់ HTML ហើយបានទៅជា JavaScript យ៉ាងទៅចឹងវានិយាយស្រួលមែនទៅនឹងនៅពេលក្រោយផងដែរចឹងគេប្រើ style មួយហ្នឹងចឹងគឺយើងមកដល់ចំណុចទៀតដែលយើងនឹងនិយាយពី security ផ្នែកសំសពចឹងនៅក្នុងហ្នឹងគឺយើងចាត់ទុកថា static website ហ្នឹងវាគឺជា website មួយដែលវាមានសុវត្ថិភាពប៉ុន្តែវាមិន 100%ទេចឹង static website ហ្នឹងវាមានសុវត្ថិភាពគឺវាចិត្ត 100% ហើយដោយសារតែវាគ្មានកូដផ្នែក server side ទេហើយវាគ្មាន database ហើយវាមានភាពធន់ជាមួយការវាប្រហារនៃប្រភេទដែលគេហៅ DDoS attack សម្រាប់ភាសាថា static website ហ្នឹងវាគ្រាន់តែជា file ដែលតូចស្រាលហ្នឹងនឹងត្រូវបានចែកចាយហ្នឹងទៅតាម CDN ហើយ server ច្រើនដែលវាមាន server ច្រើននៅជុំវិញពិភពលោកអញ្ចឹងបើសិនជាវាមានការលំបាកខ្លាំងចំពោះពួក hacker ហ្នឹងក្នុងការធ្វើឲ្យ website របស់យើងទាំង server ដោយសារតែវាមាន server ជាច្រើននៅចាំជួយទប់ទល់របស់យើងអញ្ចឹងបើសិនជាចំពោះផ្នែកដែលថាយើងមិនថាវាមិនsecure មិន safe 100% នោះគឺต้องថានៅពេលដែលមានការលួច hack ចូលទៅកាន់ account ដូចជា account GitHub ឬ Netlify ប្រព័ន្ធដែលយើងប្រើដើម្បី hosting ហ្នឹងគឺគេអាចចូលទៅកែ file បានដូចជាបើតើយើងមាន portfolio នេះគឺចូលទៅកែវាកែ profile ទៅជារូបផ្សេងហើយមានយើងត្រូវតែមានការប្រុងប្រយ័ត្នចំពោះចំណុចហ្នឹងដែរវាមិន secure 100%ទេគឺវាតែការពីដែរពីយើងចាំយើងទៅនិយាយពីចំណុចចុងក្រោយដែលជាចំណុច performance ចំពោះផ្នែក performance គឺ static website នេះគឺវាលឿនខ្លាំងណាស់ដែរដូចយើងនិយាយពីដំបូងអញ្ចឹងគឺ static website វាមានពពុះ server side ដើម្បី process ទេអញ្ចឹងគឺនៅពេលដែល run មកគឺយើង user គាត់ចូលទៅគឺរបស់គាត់យ៉ាងនេះបានតែសេវារួចទៅហើយនៅក្នុង file code របស់យើងនេះអញ្ចឹងគឺអត់មានត្រូវទៅទាញមកពី database អី loading អីយូរទេគឺគាត់ចូលអត់វា show តែម្ដងអញ្ចឹងគឺវាតែសូវត្រូវការនៅ internet ដែលលឿនទៅទេហើយមួយទៀតហ្នឹងយើងនិយាយពី CDN ដែលយើងបាននិយាយមុនហ្នឹងដែរនៅក្នុង static website អញ្ចឹង CDN ហ្នឹងមកពីពាក្យពេញថា content delivery network ដែលមានដំណើរការដូចនេះប្រសិនបើយើងនៅពេញហើយ website ដែលគេ hosting ហ្នឹងដោយប្រព័ន្ធ CDN ដែលគេ hosting ហ្នឹងនៅអាមេរិកអញ្ចឹងប្រព័ន្ធ CDN ហ្នឹងនឹងវាទៅទាញយកឯកសារដែល file ហ្នឹងទៅទុកនៅក្នុង server ដែលនៅស្រុកខ្មែរយើងដូចជាសង្ខេបបរិយាយហ្នឹងអញ្ចឹងហើយអ្នកដែលប្រើប្រាស់ website ហ្នឹងនៅពេលដែលចូល website ហ្នឹងគឺលឿនពីចិត្ត server តអញ្ចឹងទោះបីជាប្រើ hosting ណាឯណោះក៏ដោយអញ្ចឹងយើងមកចិត្តយើងទៅស្រួលអញ្ចឹងពពុះ static website ហ្នឹងវាមិនមែនជាចាស់ទេវាមិនជាបច្ចេកវិទ្យា technology ចាស់ទេប៉ុន្តែហ្នឹងវាល្អខ្លាំងតែសម្រាប់ developer ដែលយើងយកមកប្រើប្រាស់យកមកធ្វើជាដូចជាចំណុចដំបូងដែលយើងត្រូវ start up វាតទៅទៀតយើងវានៅឬក៏យើងអាចយកទៅប្រើប្រាស់ជាប្រភេទ website ដែលជាប្រភេទដូចជា portfolio ឬក៏ documentation ឬក៏ជាប្រភេទយើងបង្ហាញនៅព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងសង្គមយើងដើម្បីផ្សព្វផ្សាយទៅខាងក្រៅហ្នឹងភាសាខ្មែរវាមានលក្ខណៈធំទូលាយខ្លាំងតែហើយនៅពេលយើងប្រើពពុះហ្នឹងទៅវាលឿនហើយវាក៏អាចមាន security វាមានសុវត្ថិភាពខ្លាំងដែរហើយ
ចំពោះការ hosting គឺវាមានតម្លៃរៀងធូរថ្លៃដោយសារតែវាអត់មានផ្នែក server side ទេចឹងគឺយើងមកដល់ចំណុចបញ្ចប់ website នៃការនិយាយរបស់ខ្ញុំហ្នឹងខ្ញុំសូមអរគុណលោក